សួស្តីបងប្អូនទាំងគ្នាស្វាគមន៍មកកាន់ការស្ដាប់រឿងក្នុងចិត្តដោយថ្ងៃនេះដែរជាប្រធានបទទី1ចឹងយើងនិយាយគ្នាអំពីការអន់ចិត្តនិយាយរួមទៅមនុស្សយើងម្នាក់ៗស្ទើរតែមានការអន់ចិត្តទាំងអស់គ្រាន់តែថាយើងបែងចែកថាការអន់ចិត្តរបស់យើងហ្នឹងអន់ចិត្តទៅលើអ្វីពេលខ្លះចំណែនគេក៏ជាការអន់ចិត្តដែរអញ្ចឹងយើងត្រូវមើលទៅលើផ្លូវចិត្តរបស់យើងនិងអប់រំផ្លូវចិត្តរបស់យើងតាមរយៈអីតាមរយៈការកែទម្លាប់របស់យើងដូចជាបើសិនជាធម្មតាយើងយកចិត្តមើលបំណាំគេណាយើងមើលបំណាំគេអីចឹងទៅធ្វើឲ្យយើងហ្នឹងកើតកូនចិត្តមួយថាអូចង់ល្អចង់លូចដូចគេតែពេលដែលយើងធ្វើមិនបានដូចគេយើងអន់ចិត្តហើយមួយទៀតហ្នឹងចរិតរបស់យើងដែលមិនចេះសាទរជាមួយនឹងភាពជោគជ័យរបស់គេឃើញគេហ្នឹងគឺពេលដែលគេជោគជ័យគឺយើងចំណែនភ្លាមចំណែនហ្នឹងក៏បង្កើតទៅជាការអន់ចិត្តដែរអញ្ចឹងជាមូលហេតុក៏ដូចជាកត្តាចម្បងនៃការធ្វើឲ្យយើងអន់ចិត្តហ្នឹងតើធ្វើបែបម៉េចដើម្បីកុំឲ្យមានភាពអន់ចិត្តហ្នឹងដូចបានលើកឡើងមកពីខាងដើមអញ្ចឹងគឺយើងមើលទៅលើផ្លូវចិត្តរបស់យើងថាម៉េចបានយើងទៅចំណែនគេហើយមានមូលហេតុអីដែលយើងទៅចំណែនគេបើសិនជារឿងណាដែលយើងចំណែនគេយើងធ្វើមិនបានដូចគេយើងព្យាយាមធ្វើយើងយកគេធ្វើជា role model ដើម្បីធ្វើជានិមិត្តរូបឬមួយក៏ធ្វើជា idol របស់ខ្លួនធ្វើជាមនុស្សម្នាក់ដែលយើងចង់ទៅដូចគេចឹងទៅអាហ្នឹងបើសិនជាយើងមានចិត្តចំណែនគេយើងឃើញភាពជោគជ័យរបស់គេយើងស្រឡាញ់នៅភាពជោគជ័យរបស់គេយើងព្យាយាមធ្វើម៉េចធ្វើឲ្យដូចគេចឹងទៅបើសិនជាយើងព្យាយាមធ្វើមិនដូចគេព្យាយាមម្ដងទៀតវាគង់តែសម្រេចទេភាពជោគជ័យទាំងអស់ហ្នឹងវាមិនមែនកើតឡើងដោយឯងទេគឺកើតឡើងចេញពីការព្យាយាមដោយពាក្យមួយគេថាព្យាយាមគង់តែសម្រេចចឹងហើយយើងធ្វើវាម្ដងហើយម្ដងទៀត do it again and again បើសិនជាយើងធ្វើមិនជោគជ័យយើងព្យាយាមម្ដងហើយម្ដងទៀតចឹងទៅដូចនិយាយហែកគេខ្លួនឯងតិចចុះដោយរូបខ្ញុំផ្ទាល់មុននឹងឈានទៅដល់ការធ្វើវីដេអូនិយាយបែបហ្នឹងវាមិនមែនគិតតិចខែទេគិតច្រើនខែបងប្អូនគិតថាអូខ្លួនឯងគួរធ្វើវីដេអូនិយាយបែបហ្នឹងអត់ធ្វើទៅវាមានកត្តាអីខ្លះដែលជះមកលើខ្លួនឯងវិញទី1មនុស្សជុំវិញខ្លួនខ្លាចពេលដែលគេស្ដាប់វីដេអូយើងទៅគេនិយាយចេះចុះអាហ្នឹងភាពក្លាហានរបស់យើងអត់ហ៊ានធ្វើគិតចុះគិតឡើងមកមិនដាច់ចិត្តថាធ្វើវីដេអូនិយាយវីដេអូហ្នឹងដើម្បីឲ្យបានបងប្អូនទាំងអស់គ្នាស្ដាប់អញ្ចឹងបងប្អូនក៏ដូចគ្នាដែរបើសិនជាចង់ហើយមានភាពចំណែនហើយត្រូវតែធ្វើវាឲ្យបានពេលខ្លះអាភាពចំណែនហ្នឹងក៏ជាកត្តាជំរុញមួយនៃភាពជោគជ័យរបស់យើងដែរតែមិនជំរុញនឹងលើកទឹកចិត្តឲ្យបងប្អូនអរគ្នាមានភាពចំណែនច្រើនទេភាពចំណែនពេលខ្លះក៏វាមិនល្អចំពោះយើងដែរត្រង់ថាពេលដែលមនុស្សយើងមានភាពចំណែនប្រកាសជាយើងទៅបៀតបៀនទៅឈ្នានីសគេហើយអញ្ចឹងយើង make it sense ត្រង់ថាបង្កើតវាទៅជាpositive ដើម្បីថាយកមកអនុវត្តបែបជា positive វិញអនុវត្តបែបជា positive បែបម៉េចគឺយើងធ្វើម៉េចក៏ដោយទៅជាការល្អវិញយើងគិតថាអូយើងចំណែនបុគ្គលម្នាក់ហ្នឹងដូចប្រាប់បងប្អូននៅពីខាងដើមអញ្ចឹងយើងយកគាត់ធ្វើជា idol
យកគាត់ធ្វើជានិមិត្តរូបដើម្បីឲ្យខ្លួនឯងដូចគាត់អាហ្នឹងបើសិនជាយើងចំណែនគាត់អញ្ចឹងជាវីដេអូទី1គឺយើងមានតែប៉ុណ្្នឹងសូមជំរាបលាបើសិនជាបងប្អូនមានមតិយោបល់ឲ្យបន្ថែម comment ខាងក្រោមកុំភ្លេចចុច subscribe ផង